បងប្អូនឥឡូវទៅទស្សនាក្រឡតែតូនជាមួយរឿងនិទានការកៃប៉ុន្តែអ្នកនរគ្នាបញ្ជាក់សិនណាភាគទី40ភាគទី39អ្នកនរគ្នាបានទស្សនាហើយអូយល្អមើលខ្លាំងមែនតើអ្នកនរគ្នាប៉ុន្តែសម្រាប់ខ្ញុំគឺល្អមើលផងក៏អនតកម្មព្រះមហាក្សត្រព្រោះជីវិតព្រះមហាក្សត្រពេលនេះគឺពិបាកខ្លាំងមែនតើអត់ដឹងថានៅភាពបន្តនឹងជួបរឿងអីបន្តទៀតទេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចាំមើលបន្តទៀតណាប៉ុន្តែជាស្ដែងពេលហ្នឹងអ្នកនរគ្នាបានឃើញហើយពេលនេះគឺព្រះមហាក្សត្រគឺទទួលរងនៅអយុត្តិធម៌ខ្លាំងមែនតើដោយសារទ្រង់ត្រូវបានព្រះអង្គម្ចាស់ដាក់ទោសហើយក៏គ្មានមនោសញ្ចេតនាលក្ខណៈថាអារម្មណ៍ជាប្រិយប្រពន្ធអីក៏អត់មានហើយអ្នកគ្នាគឺលែងខ្វល់ជាមួយនឹងព្រះមហាក្សត្រហ្មងអ្នកគ្នាឃើញសភាពពេលហ្នឹងគឺព្រះមហាក្សត្រហើយនឹងអ្នកបម្រើរបស់គាត់គឺលក្ខណៈថាកំពុងតែជួបគឺពិបាកខ្លាំងមែនតើតែមានអ្នកជួយឯពេលហ្នឹងសម្រាប់ធប់បន្តវិញអ្នកគ្នាឃើញហើយពេលហ្នឹងគឺគន្ធាបាននិយាយជាមួយនឹងព្រះអង្គម្ចាស់ថាទ្រង់តើអាការៈរបស់ព្រះមហាក្សត្រក៏ដូចជាភ្លៀងមិនហើយព្រោះបើតាមតាហ៊ាននិយាយគឺលក្ខណៈថាដូចជាសេនាប្រាប់ថាគឺទ្រង់ហាក់ដូចជាបាត់បង់ស្មារតីខ្លាំងមែនតើអញ្ចឹងគួរតែព្រះអង្គម្ចាស់ឈៀងទៅមើលព្រះមហាក្សត្រទៅពេលដែលគន្ធាបាននិយាយទៅកាន់ព្រះអង្គម្ចាស់អញ្ចឹងព្រះអង្គម្ចាស់ក៏បានតបទៅវិញថាយើងអាចបានដឹងពីអាការៈរបស់ព្រះមហាក្សត្រទេព្រោះអាចបានចូលទៅមើលនៅក្នុងព្រះរាជដំណាក់របស់ព្រះមហាក្សត្រអូខេអ្នកទាំងអស់គ្នាអារម្មណ៍ពេលហ្នឹងអ្នកទាំងអស់គ្នាត្រូវដឹងថាជាឆ្ងល់ថាព្រះអង្គម្ចាស់អីបានជាមានមនោសញ្ចេតនាសោះបើសិនយ៉ាងហោចណាស់ក៏មានអារម្មណ៍មួយថាអាណិតទៅជាមានអារម្មណ៍មួយថាយើងធ្លាប់មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាពីមុនអញ្ចឹងណាប៉ុន្តែជាក់ស្ដែងគឺ no អ្នកទាំងអស់គ្នានៅពេលដែលកន្ធាមនិយាយជាមួយនឹងព្រះអង្គម្ចាស់អញ្ចឹងយើងឃើញថាស្នំឯកអមរាក៏បាននិយាយជាមួយនឹងម៉ែអអីចឹងទៅលក្ខណៈថាគេកំពុងតែសុខសៀវគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាតាមដានទាំងអស់គ្នាចង់ដឹងថាតើនៅភាពបន្ទាប់ជីវិតរបស់ព្រះមហាក្សត្រក៏ដូចជាភិលៀងនឹងទៅជាយ៉ាងណាអ្នកគ្នាប៉ុន្តែខ្ញុំគិតថានៅភាពបន្ទាប់នេះគឺប្រកាសជាមានអ្នកជួយត្រង់ហើយនៅពេលដែលជួយត្រង់អញ្ចឹងប្រកាសជាត្រង់នៅពេលដែលត្រឡប់មកវិញព្រះអង្គម្ចាស់ប្រកាសជាសាររឿងខ្លាំងមែនតើអ្នកគ្នាអូខេអ្នកគ្នាតោះកុំឲ្យខាតពេលវេលាយូរអ្នកទាំងអស់គ្នាចាំទស្សនារឿងទាំងអស់គ្នាតាមរយៈប៉ុសបាយយ៉នអ្នកគ្នាហើយបើសម្រាប់ YouTube អ្នកគ្នាក៏អាច search មើលបានដែរហើយបើក្នុង Facebook ដូចជា Live នៅក្នុង page របស់បាយយ៉ន TV ដែរអ្នកគ្នាចាអូខេអ្នកគ្នាអញ្ចឹងសម្រាប់វីដេអូមួយនេះអ្នកគ្នាជួយចុចបេះដូងចុច like ខ្ញុំផងដើម្បីជាការលើកទឹកចិត្តឲ្យខ្ញុំព្យាយាមធ្វើវីដេអូល្អៗចែករំលែកទៅកាន់អ្នកគ្នាបន្តទៀតនេះលក្ខណៈថាខ្ញុំធ្វើបញ្ញាប់ដែរអញ្ចឹងអ្នកគ្នាអញ្ចឹងតោះបាយបាយ